រកឃើញអ្នកស្លាប់កើនដល់221នាក់ក្នុងហេតុការណ៍បាក់រលំដំបូលក្លឹបនៅសាធារណរដ្ឋដូមីនីកមន្ត្រីសាធារណរដ្ឋដូមីនីកបានប្រកាសថាចំនួនអ្នកស្លាប់ដោយសារតែការបាក់រលំដំបូលអគារក្លឹបកំសាន្តកាលពីដើមសប្តាហ៍កន្លងទៅនេះបានកើនឡើងដល់221នាក់ហើយខណៈ189នាក់ទៀតត្រូវបានជួយសង្គ្រោះលោក Duane Manuel Mendel ប្រធានផ្នែកខាងឆ្លើយតបសង្គ្រោះបន្ទាន់ប្រចាំសាធារណរដ្ឋដូមីនីកបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី10ខែមេសាឆ្នាំ2025កន្លងទៅថាខាងក្រុមសង្គ្រោះបានបញ្ចប់បេសកកម្មស្វែងរកជនរងគ្រោះក្នុងហេតុការណ៍បាក់រលំដំបូលក្លឹបនៅក្រុង Santo Domingo កាលពី2ថ្ងៃកន្លងទៅដោយធ្វើការប្រគល់ការចូលទៅទីតាំងកើតហេតុទៅឲ្យខាងព្រះរាជអាជ្ញាដើម្បីបញ្ជាក់ពីសោកនាដកម្មមួយនេះគួររំលឹកថាហេតុការណ៍បាក់រលំដំបូលក្លឹបរាត្រីយិតសិតកាលពីថ្ងៃទី08ខែមេសាឆ្នាំ2025កន្លងទៅដោយសោកនាដកម្មនេះបានកើតឡើងអំឡុងពេលតារាចម្រៀង Ruby Paris កំពុងធ្វើការប្រគំតន្ត្រីចំពោះចំនួនអ្នកចូលរួមពិតប្រាកដប៉ុន្មានខាងមន្ត្រីប្រចាំតំបន់និងខាងក្លឹបកំសាន្តនោះមិនបានបញ្ជាក់ប្រាប់នោះឡើយគ្រាន់តែខាងសារព័ត៌មានក្នុងស្រុកបានលើកឡើងថាចំនួនអ្នកនៅក្នុងក្លឹបពេលនោះអាចមានចន្លោះពី500ទៅ1000នាក់